បាទខ្ញុំប្រាប់បងមុនបើសិនជាករណីដែលយើងចុចបេតុងតេស្តនេះទៅចរន្តដែលឆ្លងពីឧបករណ៍តេស្តនេះទៅក្បាលហើយរៀលមកប៉ះតួឧបករណ៍យើងនេះអញ្ចឹងមានន័យថាក្បាលយើងមានបញ្ហាមកហើយតែបើសិនជាចរន្តដែលយើងបានចេញពីឧបករណ៍តេស្តនេះមកប៉ះទំតែក្បាលនេះទេមានន័យថាក្បាលយើងដំណើរការធម្មតាបាទឥឡូវយើងតេស្តចាក់ស្ដែងអូខេបងអញ្ចឹងចរន្តទទួលពីឧបករណ៍តេស្តមកចំក្បាលរបស់យើងធម្មតាអញ្ចឹងវាអត់មានតែរបស់យើងបងអានេះមកពីរោងចក្រមកគឺលេខ1អញ្ចឹងបងបាទអញ្ចឹងយកលេខតេស្តចាក់ស្ដែងឧបករណ៍តេស្តរបស់វា1ពេលដែលចរន្តឆ្លងកាត់គឺលោតដល់2 បាទលោត2អញ្ចឹងនេះមិននឹងយើងតេស្ត1អញ្ចឹងវាថា2គ្រាប់ហើយអញ្ចឹងថាវា